ជាបន្តទៅទៀតនេះខ្ញុំបាទប្រជាសូមជូនព័ត៌មានពិស្ដាគណៈច្បាប់ស្ដីពីគណៈបកនយោបាយថ្មីបានចូលជាធរមានភ្លាមក្រោយប្រមុខរដ្ឋស្ដីទីចុះហត្ថលេខានោះនៅពេលនេះគណៈបកប្រឆាំងដែលរងគ្រោះព្រោះច្បាប់ថ្មីនេះកំពុងប្រឹងប្រែងពន្លឿនដករូបលោកសំរងស៊ីកាន់ដៃលោកកឹមសុខាចេញពីស្លាកគណៈបកទូទាំងប្រទេសឲ្យអស់ត្រឹមចុងខែសីហាខាងមុខបើទោះជាច្បាប់គណៈបកនយោបាយថ្មីចូលជាធរមានហើយក្តីនៅពេលនេះប៉ុន្តែច្បាប់នេះមិនទាន់ដាក់ទោសលើគណៈបកនយោបាយដែលជាប់ពាក់ព័ន្ធនឹងតនដិតភ្លាមនោះទេច្បាប់នេះទុករយៈពេលឲ្យគណៈបកនយោបាយ90ថ្ងៃក្រោយចូលជាធរមានដើម្បីកាត់ផ្តាច់ទំនាក់ទំនងចេញពីតនដិតទាក់ទងករណីនេះតំណាងរាស្ត្រនិងជាសមាជិកគណៈកម្មាធិការចិនត្រៃនៃគណៈបកសង្គ្រោះជាតិលោកគឹមសុភិរិទ្ធឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី29ខែកក្កដាថាគណៈបកត្រូវការរយៈពេលប្រមាណ1ខែទៀតដើម្បីដករូបលោកសំរងស៊ីកាន់ដៃលោកកឹមសុខាចេញពីស្លាកគណៈបករីឯការចំណាយថវិកាលោកគ្រាន់តែបញ្ជាក់ថាផ្ទាំងស្លាកសញ្ញាថ្មីដែលត្រូវធ្វើគឺចំណាយប្រាក់$2ក្នុង1ម៉ែត្រការ៉េចុងខែ8យើងកំណត់ថាឲ្យឆាប់ខែ8ហ្នឹងគឺយើងត្រូវដូរឥឡូវនេះកាសញ្ញាហ្នឹងឲ្យព្រោះមានពេល90ថ្ងៃណាក៏ច្បាប់នឹងចេញទៅមួយខែក្រោយយើងធ្វើទៅនឹងចាប់ដូរឲ្យស្របពេលព្រះមហាក្សត្រមិនគង់ក្នុងប្រទេសអនុប្រធានគណៈបកប្រជាជនកម្ពុជាលោកសៃឈុំជាប្រធានព្រឹទ្ធសភាសម្រាប់ចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយក្នុងនាមលោកជាប្រមុខរដ្ឋស្តីទីការសម្រេចនេះត្រឹមរយៈពេល1ខែប៉ុណ្ណោះក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាប្រធានគណៈបកប្រជាជនកម្ពុជាទាមទារឲ្យកែជាលើកទី2កាលពីថ្ងៃទី28ខែមិថុនាគណៈបកប្រឆាំងសម្រេចដករូបលោកសំរងស៊ីនិងលោកកឹមសុខាចាប់ដៃគ្នាចេញពីរូបសញ្ញាគណៈបកទុកត្រឹមរូបសញ្ញាព្រះអាទិត្យរះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថាច្បាប់នេះមិនមែនធ្វើឡើងដើម្បីបំពេញចិត្តអ្នករិះគន់ទេលោកបន្តថាការកែច្បាប់នេះមិនមែនតាមការចង់បានរបស់លោកហ៊ុនសែនទេប៉ុន្តែដើម្បីបម្រើប្រយោជន៍ជាតិនិងប្រជាជនអត់មានតម្រូវចិត្តអីទេសូមជម្រាបជូនថាសម្ដេចនាយករដ្ឋមន្ត្រីក្នុងនាមជានាយករដ្ឋមន្ត្រីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញព្រះមហាក្សត្រប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីមានសិទ្ធិដូចផ្ដើមគំនិតធ្វើច្បាប់និងវិសោធនកម្មច្បាប់ប៉ុន្តែតំណាងរាជគណៈបកសង្គ្រោះជាតិលោកគឹមសុភិរិទ្ធយល់ថាអ្វីដែលគណៈបកកាន់អំណាចត្រូវដោះស្រាយនៅចំពោះមុខគឺដោះស្រាយបញ្ហាធ្លាក់ថ្លៃកសិផលរបស់កសិករបញ្ហាគ្រោះទឹកជំនន់ដែលកំពុងធ្វើឲ្យលិចលង់លំនៅឋាននិងអាយុជីវិតរបស់ពលរដ្ឋរីឯអ្នកនាំពាក្យគណៈបកកាន់អំណាចឆ្លើយតបវិញថារដ្ឋាភិបាលបានធ្វើរឿងនេះហើយប៉ុន្តែមិនទាន់ឃើញគណៈបកប្រឆាំងចុះជួយពលរដ្ឋនៅឡើយទេអ្នកវិភាគនយោបាយលោកសុចន្ទថានិយាយថាច្បាប់នេះនឹងធ្វើឲ្យគណៈបកប្រឆាំងចុះខ្សោយតាមរយៈការកាត់ផ្តាច់ទំនាក់ទំនងរវាងលោកសំរងស៊ីចេញពីគណៈបកសង្គ្រោះជាតិចំណុចទាំងនេះដែលជាការអាចថាជាការកាត់បន្ថយនៅលំហនៃសេរីភាពរបស់បកប្រឆាំងការធ្វើសកម្មភាពនៃការគូតប្រជែងនយោបាយនៅកម្ពុជាតាក់ទងទំនាក់ទំនងរវាងមន្ត្រីគណៈបកសង្គ្រោះជាតិជាមួយតនដិតដែលជាទំនាក់ទំនងបុគ្គលនោះតំណាងរាជគណៈបកសង្គ្រោះជាតិលោកកឹមសុភិរិទ្ធសង្កេតឃើញថាច្បាប់នេះមិនបានចែងឲ្យច្បាស់លាស់សោះពីទំនាក់ទំនងបុគ្គលដែលជាសមាជិកគណៈបកនយោបាយជាមួយតនដិតលោកថាក្រៅពីផែនការដករូបថតគណៈបកកំពុងពិភាក្សាជាមួយក្រុមមេធាវីដើម្បីសិក្សាថាតើគណៈបកគួរមានទំនាក់ទំនងត្រឹមណាជាមួយតនដិតគណៈមន្ត្រីជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិមួយចំនួនកំពុងជាប់ឃុំនិងមានឈ្មោះជាតនដិតយើងកំពុងតែពិនិត្យមើលបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើទំនាក់ទំនងពីច្បាប់នេះវាជាអត្តពលដល់ការនិយាយនៅក្នុងការប្រាក់សួរសុខទុក្ខណាអ្នកដែលជាប់ឃុំពីបទចោទប្រកាន់អីសំខាន់នោះទេដែរអត់ច្បាប់ស្តីពីគណៈបកនយោបាយថ្មីនេះហាមគ្រប់គណៈបកនយោបាយមិនត្រូវប្រើប្រាស់សារជាសម្លេងរូបភាពឯកសារលាយលក្ខណ៍អក្សរឬសកម្មភាពរបស់តនដិតជាប់ពីបទអក្រិតនិងបទមជ្ឈិមដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណៈបករបស់ខ្លួនចំពោះគណៈបកណាហ៊ានបំពានប្រព្រឹត្តផ្ទុយនឹងច្បាប់នេះគឺតុលាការអាចសម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល5ឆ្នាំឬអាចរំលាយគណៈបកនោះចោលតែម្ដងក្រៅពីគណៈបកប្រឆាំងរិះគន់ក៏រងការរិះគន់ពីសង្គមស៊ីវិលជាតិនិងអន្តរជាតិថាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញគណៈរដ្ឋធម្មនុញ្ញចែងថាពលរដ្ឋទាំងអស់មានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Brett Adam អំពាវនាវឲ្យសមាជិកទាំងអស់នៃក្រុមប្រឹក្សាធម្មនុញ្ញមានភាពក្លាហានចុះចេញពីតំណែងជាបន្ទាន់ព្រោះអ្នកទាំងនោះមិនបានបំពេញការងាររបស់ខ្លួនក្នុងនាមជាអ្នកការពារការរំលោភរដ្ឋធម្មនុញ្ញលោកថាគ្មានប្រទេសប្រជាធិបតេយ្យណាគេហាមឃាត់មេដឹកនាំគណៈបកប្រឆាំងមិនឲ្យចូលរួមក្នុងជីវិតនយោបាយនោះឡើយលោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិដែលកំពុងជាប់មានទោសជាតនដិតព្រោះតុលាការក្រុងភ្នំពេញចាប់ប្រកាន់ជាច្រើនករណីនោះ
លោកបានបង្ហោះរូបនៅលើ Facebook របស់លោកដែលមានរូបថតលោកជាមួយលោកហ៊ុនសែនលោកសខេងនិងលោកសៃឈុំដោយអត្ថាធិប្បាយបែបឌឺដងថាចាប់ពីសប្តាហ៍ក្រោយទៅដោយសារតែច្បាប់ចេញថ្មីនរណាហ៊ានបង្ហាញរូបខ្ញុំជាមួយលោកកឹមសុខានឹងមានទោសតែបើបង្ហាញរូបខ្ញុំជាមួយជន3នាក់តើនឹងមានទោសដែរឬទេបាទតើតងស្ថានភាពគណៈបកប្រឆាំងនេះដែរគណៈបកសង្គ្រោះជាតិនៅខេត្តកំពង់ធំលើកឡើងថាការកសាងអគារសាលាឃុំនៅតំបន់ខ្លះអាជ្ញាធររើសអើងផ្នែកនយោបាយការលើកឡើងនេះក្រោយពេលអាជ្ញាធរខេត្តសម្រេចផ្អាកសកម្មភាពសាងសង់អគារសាលាសង្កាត់ស្រយូវក្រោយពេលដែលគណៈបកប្រឆាំងឈ្នះឆ្នោតអភិបាលខេត្តបញ្ជាក់ថាការផ្អាកនេះមិនពាក់ព័ន្ធរឿងនយោបាយទេក៏ប៉ុន្តែដោយសារថវិកាសាងសង់មានកំណត់លោកសុទ្ធសុខប្រាថ្នាមានសេចក្តីរាយការណ៍អំពីរឿងនេះមន្ត្រីគណៈបកប្រឆាំងស្នើឲ្យអាជ្ញាធរខេត្តពន្យាការកសាងសាលាឃុំនិងកសាងដោយមន្ត្រីរើសអើងផ្នែកនយោបាយប៉ុន្តែជាការអភិវឌ្ឍមួយពិតប្រាកដដើម្បីជាប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋានបន្ថែមពីនេះកង្វះអគារសាលាឃុំនិងសម្ភារៈប្រើប្រាស់គឺបណ្ដាលឲ្យប៉ះពាល់ដល់ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រធានប្រតិបត្តិគណៈបកសង្គ្រោះជាតិនិងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំលោកសុនចន្ទធីមានប្រសាសន៍ថាការកសាងសាលាឃុំខ្លះគឺជាហេតុផលនយោបាយការលើកឡើងបែបនេះពីព្រោះលោកកត់សម្គាល់ថានៅសង្កាត់ស្រយូវក្រុងស្ទឹងសែនអាជ្ញាធរខេត្តព្រមទាំងអភិបាលខេត្តផងបានចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់អគារសាលាសង្កាត់មួយនេះនៅមុនពេលបោះឆ្នោតនិងចំពេលយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្តែនៅពេលលទ្ធផលឆ្នោតបង្ហាញថាសង្កាត់មួយនេះគណៈបកសង្គ្រោះជាតិឈ្នះសកម្មភាពសាងសង់សាលាសង្កាត់ថ្មីត្រូវបានគេបញ្ឈប់តែម្ដងព័ត៌មានថាគេអសាងសង់ដោយសារគេចាញ់ឆ្នោតអញ្ចឹងយើងថាគណៈបព្វជិជនយកថវិកាជាតិទៅសាងសង់មិនសាងសង់តែអគារបម្រើសេវាសាធារណៈបរិវត្តនោះគឺប្រាប់អាជាតិទេទៅធ្វើខាងមានសាក់ទាំងអស់លោកមើលឃើញថាការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលបែបនេះគឺជារូបភាពអាក្រក់មួយពីព្រោះធ្វើអ្វីដើម្បីតែផលប្រយោជន៍របស់គណៈបកខ្លួនមិនបានបម្រើផលប្រយោជន៍របស់ពលរដ្ឋពិតប្រាកដលោកគាំទ្រការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលឲ្យតែការអភិវឌ្ឍទាំងនោះធ្វើឡើងពិតប្រាកដនិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋជៀសវាងការអភិវឌ្ឍคล้ายៗមេឃុំតាំងក្រសាំងស្រុកសន្ទុកមកពីគណៈបកសង្គ្រោះជាតិលោកនីសវណ្ណអះអាងថាកាលពីថ្ងៃទី1មិថុនាអាជ្ញាធរនិងមន្ត្រីក្រសួងមហាផ្ទៃបានចុះមកបើកការដ្ឋានសាងសង់អគារសាលាឃុំរបស់ពួកគាត់ប៉ុន្តែក្រោយពេលលទ្ធផលឆ្នោតគណៈបកប្រឆាំងឈ្នះដឹកនាំឃុំមួយនេះការដ្ឋានសាងសង់នោះត្រូវបានគេរើប្រមូលយកទៅកសាងនៅឃុំផ្សេងវិញលោកមិនយល់សោះអំពីរឿងនេះប៉ុន្តែលោកថាប្រហែលដោយសារតែគណៈបកសង្គ្រោះជាតិឈ្នះការបោះឆ្នោតតែម្ដងឆ្លើយតបបញ្ហានេះប្រធានគណៈបកប្រជាជនកម្ពុជានិងជាអភិបាលខេត្តកំពង់ធំផងលោកសុកលូមានប្រសាសន៍ការពីថ្ងៃទី28កក្កដាថាការកសាងសាលាឃុំគឺមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេប៉ុន្តែអាជ្ញាធរកសាងទៅតាមចំនួនថវិការបស់ក្រសួងផ្ដល់ឲ្យតែប៉ុណ្ណោះក្រសួងបញ្ជាក់មកហ្នឹងគឺតែបំផានទៅ9អញ្ចឹងទេយើងមិនមែនថារឿងនយោបាយទេតែថាយើងសម្បូរតែជាសងជាបន្តថាជារឿងសាលាឃុំសង្កាត់ទាំងអស់ហើយគង់ឃុំបានស្ថាបបន្តទៅការកម្មនេះគឺយើងបានមានផែនការរបស់យើងអភិបាលខេត្តដដែលបញ្ជាក់ថាសកម្មភាពផ្អាកការដ្ឋានសាងសង់សាលាឃុំសង្កាត់មួយចំនួនគឺជាការផ្អាកបណ្ដោះអាសន្នប៉ុណ្ណោះពេលណាកញ្ចប់ថវិកាក្រសួងធ្លាក់មកទៀតទើបបន្តដំណើរការសាងសង់នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យមើលឃើញថាមិនមែនមានតែករណីកសាងសាលាឃុំប៉ុណ្ណោះទេប៉ុន្តែមានករណីកសាងផ្លូវនៅតំបន់មួយចំនួនគឺអាជ្ញាធរបង្ហាញការយកចិត្តទុកដាក់នៅមុនពេលបោះឆ្នោតប៉ុន្តែត្រូវបានគេទុកចោលវិញក្រោយពេលលទ្ធផលឆ្នោតប្រែប្រួលរូបភាពទាំងនេះលោកថាគឺជានយោបាយប្រជាពិធដ្ឋតែប៉ុណ្ណោះខ្ញុំយល់ថាវាគួរតែជាអ្វីមួយដែលធ្វើឡើងដោយមានផែនការច្បាស់លាស់ជាក់លាក់ខ្ញុំឧទាហរណ៍ตัวយ៉ាងដូចជាករណីសាលាឃុំដែលគេទៅរៀបចំថាក្រុងនឹងសាងសង់ទីទំនងជាឬមួយក៏គេថាវាមិនមែនជាចំណុចដែលត្រូវខែបាក់ទេលោកបន្ថែមថារាល់គម្រោងសាងសង់ណាមួយប្រសិនបើមានការចាប់ផ្ដើមនិងបន្តរហូតដល់ដំណាក់កាលបញ្ចប់ពីព្រោះកញ្ចប់ថវិកាគេបានរៀបចំរួចជាស្រេចទៅហើយមិនអាចមកដកហូតកណ្ដាលទីបានទេម្យ៉ាងថវិកាទាំងនោះជាថវិការបស់ជាតិមិនមែនជាថវិការបស់គណៈបកនយោបាយណាមួយឡើយលោកស្នើឲ្យអ្នកនយោបាយទាំងឡាយមិនត្រូវប្រើរូបភាពបោកបញ្ឆោតទាំងនេះទេពីព្រោះបណ្ដាលឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋម្យ៉ាងធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាលទៀតផងខ្ញុំបាទសោតសុខប្រាថ្នាអាស៊ីសេរីពីខេត្តកំពង់ចាមបាទលោកនាងជាទីមេត្រីរីឯគណៈបកកណ្ដាលអំណាចវិញម្ដងនៅថ្ងៃនេះគឺ
មេតបម្នាក់នៃរដ្ឋាភិបាលរបស់លោកហ៊ុនសែនបានទទួលក្រមងារជាសម្ដេចនៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី29ខែកក្កដាឆ្នាំ2017ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីព្រះរាជប្រទានក្រមងារឲ្យលោកទាបាញ់ថាជាសម្ដេចពីជ័យសេនាទាបាញ់នៅក្នុងព្រះរាជក្រឹត្យបញ្ជាក់ថាព្រះមហាក្សត្រទ្រង់យល់ថាលោកទាបាញ់ជាអ្នកដឹកនាំឆ្នើមចូលរួមក្នុងការកសាងសន្តិភាពការអភិវឌ្ឍការពារជាតិប្រជាធិបតេយ្យនិងរក្សាបានឯករាជ្យជាតិបូរណភាពទឹកដីលើសពីនេះលោកមានស្វាមីភក្តិចំពោះរាជបល្ល័ង្កការពារព្រះពុទ្ធសាសនានិងរាជានិយមភ្លាមនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោកហ៊ុនសែនមួយចំនួនចេញលិខិតសារតការទទួលក្រមងារថ្មីនេះចំណែកលោកទាបាញ់ក៏បានទូលថ្វាយអំណរអរព្រះគុណដល់ព្រះមហាក្សត្រវិញដែរលោកទាបាញ់ក្នុងពេលថ្មីនេះទទួលរងការរិះគន់ថាលោកធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញដែលធានាការពារសិទ្ធិសេរីភាពពលរដ្ឋនិងជ្រៀតជ្រែកកិច្ចការរបស់ក្រសួងដែលលោកប្រមានថានឹងវាយបាក់ថ្មិញចំពោះអ្នកណាដែលចាញ់ឆ្នោតឲ្យហ៊ានចេញមុខតវ៉ាលទ្ធផលបោះឆ្នោតរឿងដាច់ដライមួយទៀតភរិយារបស់លោកជាវិជាគឺអ្នកស្រីជាគឹមនីរំលឹកការឈឺចាប់របស់ខ្លួនគ្រាដែលភរិយារបស់លោកមនិតកែមលីនៅមិនទាន់ទទួលបានសិទ្ធិជ្រកកោននៅប្រទេសទី3នៅឡើយលោកស្រីជាគឹមនីកំពុងព្រួយបារម្ភពីសុវត្ថិភាពនិងស្ថានភាពរស់នៅរបស់អ្នកស្រីប៊ូរចនាភរិយារបស់លោកកែមលីនិងកូនប្រុសទាំង5នាក់ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសដែលប្រឹងត្រដររស់ទាំងមិនទាន់ឃើញពន្លឺនៃការរស់នៅក្នុងប្រទេសទី3ប្រកបដោយសុខសាន្តនៅឡើយបាទអ្នកស្រីខែសំណងមានសេចក្តីរាយការណ៍បន្ថែមភរិយាអតីតប្រធានសហជីពកម្មករល្បីឈ្មោះដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីជាង13ឆ្នាំមុនបានរំលឹកអំពីការឈឺចាប់របស់ខ្លួនថាពុំទទួលបានយុត្តិធម៌នៅឡើយបើទោះបីជាលោកស្រីមានសិទ្ធិជ្រកកោននៅក្រៅប្រទេសក៏ដោយលោកស្រីចង់ឲ្យគ្រួសារបណ្ឌិតកែមលីចេញទៅប្រទេសទី3ឲ្យបានឆាប់ភរិយាលោកជាវិជាគឺលោកស្រីជាគឹមនីដែលមានសិទ្ធិជ្រកកោននយោបាយនៅប្រទេសហ្វាំងឡង់មានប្រសាសន៍ថាថ្វីត្បិតស្វាមីលោកស្រីបានទទួលមរណភាពជាង13ឆ្នាំមកហើយក្តីប៉ុន្តែភាពឈឺចាប់នៅតែជាស្រមោលអន្ទោលតាមប្រាណរហូតមកដល់បច្ចុប្បន្នលោកស្រីបន្តថានៅពេលលោកស្រីបានឃើញបានឮភរិយាបណ្ឌិតកែមលីកំពុងជួបប្រទះសពថ្ងៃកាន់តែដាស់ឲ្យលោកស្រីនឹកឃើញបញ្ហាដែលគាត់បានជួបប្រទះនាពេលកន្លងមកលោកស្រីបានរៀបរាប់ត្រួសថាឃាតកម្មសម្លាប់ស្វាមីគាត់គឺជាការរៀបចំគម្រោងទុកជាប្រព័ន្ធបន្ទាប់ពីបាញ់សម្លាប់មានរូបភាពនិងសកម្មភាពជាច្រើនដូចនឹងអ្វីដែលលោកស្រីប៊ូរចនាភរិយាបណ្ឌិតកែមលីបានជួបប្រទះដែរដូចជាភាពរញ៉េរញ៉ៃដែលគេបញ្ជ្រាបឲ្យមានការទាស់ទែងនិងបែកបាក់ក្នុងគ្រួសារបញ្ហាលុយចូលបុណ្យភាពប្រទែងប្រទង់នៅពេលរៀបចំពិធីបុណ្យសពមានអ្នកតាមដាននិងឃ្លាំមើលលោកស្រីគ្រប់ជំហានមានការចោទប្រកាន់ថាលោកស្រីវិច្ចលុយរត់ទៅរស់នៅសុខស្រួលមានការផ្សំគំនិតសម្រាប់ស្វាមីខ្លួននិងមានអ្នកបញ្ចុះបញ្ចូលមនុស្សក្បែរខ្លួនលោកស្រីឲ្យលោកស្រីដកពាក្យបណ្ដឹងករណីឃាតកម្មស្វាមីលោកស្រីទៀតផងខណៈដែលលោកស្រីពុំទទួលបានយុត្តិធម៌និងកាន់តែធ្វើឲ្យលោកស្រីរស់នៅដោយវេទនាជុំវិញបញ្ហានេះលោកស្រីជាគឹមនីអំពាវនាវឲ្យខ្មែរនៅក្រៅប្រទេសខ្នះខ្នែងនិងត្រួសត្រាយផ្លូវឲ្យគ្រួសារបណ្ឌិតកែមលីបានចេញឲ្យកាន់តែឆាប់ទើបមានសុវត្ថិភាពជួយយកគាត់ឲ្យបានចេញឆាប់កាលណាល្អកាលហ្នឹងប្រពន្ធកូននេះរងគ្រោះវេទនាហើយគេសំអុយគេចោទគេថាសັບគ្រប់គ្នារងគ្រោះផ្លូវចិត្តរហូតបងប៊ូរចនាក៏បានគាត់ជួបមួយខ្ញុំណារឿងរ៉ាវមិនខុសគ្នាប្រហែលដែលគេចោទគាត់គេចោទខ្ញុំដូចគ្នាពេលដែលប្តីខ្ញុំស្លាប់អ្នកណាក៏គេដឹងថាខ្ញុំចេញទៅអាមេរិកថារឿងអីដែលខ្ញុំមកដល់ហ្វាំងឡង់វិញបងប្អូនគួរគិតការថ្លែងរបស់ភរិយាលោកជាវិជាបែបនេះបន្ទាប់ពីលោកស្រីជាគឹមនីបានឃើញស្ថានភាពរស់នៅរបស់លោកស្រីប៊ូរចនាភរិយាបណ្ឌិតកែមលីនៅក្រៅប្រទេសដោយលាក់ខ្លួនពួនអាត្មារងចាំប្រទេសទី3ទទួលនិងផ្ដល់សិទ្ធិឲ្យរស់នៅលោកស្រីប៊ូរចនាបានផ្ដល់សម្ភាសកាលពីពេលថ្មីនេះថារស់នៅរងចាំសិទ្ធិជ្រកកោននៅស្រុកគេជីវិតគ្មានសិទ្ធិសេរីភាពរស់នៅស្ថិតនៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលាចំណែកកូនក៏មិនបានទៅរៀនសូត្រលោកស្រីសង្ឃឹមថានឹងបានទៅរស់នៅលើដីថ្មីដើម្បីឲ្យកូនរបស់លោកស្រីមានអនាគតល្អលោកស្រីប៊ូរចនានៅតែរស់នៅក្នុងភាពឈឺចាប់លោកស្រីមិនជឿជាក់លើប្រព័ន្ធតុលាការកម្ពុជានោះទេរឿងឃាតកម្មប្តីខ្ញុំនឹងគឺដកនៅក្នុងចិត្តរហូតអញ្ចឹងណាទោះបីពេលវេលាយូរយ៉ាងណាក៏ដូចថ្មីអញ្ចឹងវាអត់បំភ្លេចបានហ្មងរឿងហ្នឹងព្រោះយើងឃើញវានៅភ្នែកយើងទៅឃើញសកម្មភាពនឹងឃើញឈាមហូរនៅក្នុងដាបពេញខ្លួនណា
ចឹងធ្វើឲ្យយើងអត់អាចបំភ្លេចបានដែររឿងហ្នឹងគឺដកក្នុងអារម្មណ៍ខ្ញុំរហូត លោកជាវិជាជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោកត្រូវបានឃាតករបាញ់សម្លាប់នៅតូបកាសែតជិតវត្តលង្កាក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី22ខែមករាឆ្នាំ2004កាលនោះលោកមានកូនស្រីអាយុជាង2ឆ្នាំហើយភរិយារបស់លោកកំពុងពពោះកូនស្រីទី2លោកជាវិជាត្រូវបានគេចាត់ទុកថាជាមេដឹកនាំសហជីពដ៏ក្លាហានហ៊ាននិយាយពុះពៀដើម្បីផលប្រយោជន៍ជូនកម្មករសំណុំរឿងនេះកាលពីខែសីហាឆ្នាំ2005តុលាការបានផ្តន្ទាទោសមនុស្ស2នាក់គឺបនសំណាងនិងសុកឲ្យជាប់គុកម្នាក់20ឆ្នាំរួចដោះលែងឲ្យមានសេរីភាពវិញដោយថាជាឃាតករសម្បនិមិត្តថ្មីនេះអគ្គស្នងការនគរបាលជាតិបានបង្កើតក្រុមការងារថ្មីមួយទៀតដើម្បីស៊ើបអង្កេតករណីឃាតកម្មនេះឡើងវិញប៉ុន្តែសាធារណជនពុំមានជំនឿលើគណៈកម្មការនេះទេចំណែកបណ្ឌិតកែមលីជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគស្ថានភាពនយោបាយហ៊ាននិយាយចំរិះគន់មិនញញើតមាត់ចំពោះភាពអសកម្មរបស់រដ្ឋាភិបាលថ្នាក់ដឹកនាំគណៈបកកាន់អំណាចរួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងគ្រួសារត្រកូលហ៊ុនតាក់ទងទៅនឹងការគ្រប់គ្រងជំនួញធំក្តោបក្តាប់សេដ្ឋកិច្ចជាតិថែមទាំងរិះគន់ទៅលើអ្នកនយោបាយដែលខុបខិតជាមួយឈ្មួញទុច្ចរិតដោយលោកមិនភ័យខ្លាចបើទោះបីជាដឹងខ្លួនថាការបញ្ចេញមតិរបស់លោកអាចនឹងត្រូវមានគ្រោះថ្នាក់ក៏ដោយលោកត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016នៅក្នុងហាងលក់ទំនិញ Star Mart ស្ថានីយ៍លក់ប្រេងឥន្ធនៈកាល់តិចជិតស្តុបបូកគោខណ្ឌចំការមនរាជធានីភ្នំពេញតាំងពីថ្ងៃបាញ់ប្រហាររហូតមកដល់ពេលនេះតុលាការបានចាប់ខ្លួននិងកាត់ទោសឃាតករតែម្នាក់គត់គឺអឿតអាងហៅជួបសម្លាប់ដែលបានសារភាពថាខ្លួនជាជនដៃដល់ទោះបីជាយ៉ាងណាសំណុំរឿងនេះនៅបន្សល់ភាពមន្ទិលជាច្រើនសម្រាប់សហគមន៍ជាតិនិងអន្តរជាតិទោះជាអ្នកទាំងពីរត្រូវបានពលរដ្ឋគាំទ្រច្រើនក៏ដោយនៅក្នុងការធ្វើបុណ្យរដ្ឋាភិបាលពុំបានជួយជ្រោមជ្រែងឡើយសូម្បីតែបើកផ្លូវឲ្យហែសពប៉ុន្តែក្រោយបុណ្យខួប1ឆ្នាំបណ្ឌិតកែមលីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផ្ទាល់បានឲ្យលុយចូលបុណ្យនិងសង់ចាដីចំនួន$60,000ទន្ទឹមនឹងគ្នានេះសាធារណជននៅតែទាមទាររដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនបណ្ឌិតកែមលីឲ្យបានពេញលេញនោះមានតម្លៃជាជាងទឹកលុយចូលបុណ្យទៅទៀតចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញ